ខ្ញុំធ្លាប់ទៅអ៊ីស្រាអែល2 ឆ្នាំហើយតើ អញ្ចឹងហើយការរស់នៅអ៊ីស្រាអែលឬមកចុកអីមិនដែរ ចំពោះការរស់នៅក្នុងទីអ៊ីស្រាអែលអត់អីទេបើតាក់ទងជាមួយនឹងសុវត្ថិភាពអីគឺមានសុវត្ថិភាពទេហើយចំពោះការហូបចុកអីវាអត់សូវអស់ច្រើនដូចនៅក្នុងប្រទេសកូរ៉េនេះទេបើប្រៀបធៀបនឹងនៅប្រទេសកូរ៉េនិងអ៊ីស្រាអែលមួយណាធូរជាងទៅក្នុងការងារឬក៏ការរស់នៅប្រចាំថ្ងៃ ចំពោះការងារនៅក្នុងប្រទេសអ៊ីស្រាអែលវាចំពោះម៉ោងអីវាគេថាវាប្រទេសណាដូចប្រទេសណាដែរមានការកេងប្រវ័ញ្ចដូចគ្នាប៉ុន្តែចំពោះម៉ោងនៅក្នុងប្រទេសអ៊ីស្រាអែលសុក្រិតជាងខ្ញុំធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលបើខ្ញុំមួយថ្ងៃធ្វើ8ម៉ោងគេគិតឲ្យ8ម៉ោងពេញប៉ុន្តែចំពោះនៅក្នុងប្រទេសកូរ៉េនេះវិញមួយថ្ងៃធ្វើការដឹងតែ9ម៉ោងហើយប៉ុន្តែគិតតាមច្បាប់ក្រសួងអញ្ចឹងតកែនៅនេះកេងប្រវ័ញ្ចខ្លាំងជាងនៅអ៊ីស្រាអែលទៅទៀត ហើយបងប្អូនយើងដែលចង់ទៅអ៊ីស្រាអែលហ្នឹងគាត់ចង់ដឹងអំពីថាធ្វើម៉េចកុំឲ្យមានការឆោបបោកឬអីនៅតាមក្រុមហ៊ុននីមួយៗយីតើយើងត្រូវធ្វើម៉េចដើម្បីកុំឲ្យចេញបោកគេ បទពិសោធន៍ចំពោះក្នុងពេលបច្ចុប្បន្ននេះខ្ញុំឃើញក្រសួងការងារកំពុងតែរើសពលករអញ្ចឹងចំពោះការរើសពលករនេះបើសិនជាយើងទៅតាមរយៈក្រុមហ៊ុនបើសិនជាក្រុមហ៊ុននឹងមានការទទួលខុសត្រូវខ្ពស់អាហ្នឹងយើងអាចមានសុវត្ថិភាពក្នុងពេលដែលយើងកំពុងតែធ្វើការងារពីព្រោះនៅក្នុងប្រទេសណាក៏មានការកេងប្រវ័ញ្ចកេងចំណេញទៅលើប្រជាពលករដែរប៉ុន្តែបើសិនជាយើងទៅជាលក្ខណៈរដ្ឋដែលមានការទទួលខុសត្រូវពីរដ្ឋអញ្ចឹងរដ្ឋគាត់អាចទទួលខុសត្រូវនៅពេលដែលយើងមានបញ្ហាដោះស្រាយហើយបើសិនជាទៅដោយលក្ខណៈរដ្ឋហើយយើងមានទូតឬក៏ស្ថាអគ្គរដ្ឋទូតណាមួយទទួលការខុសត្រូវនៅពេលដែលយើងកំពុងធ្វើការហ្នឹងយើងអាចមានបញ្ហាជាមួយថៅកែឬក៏ជាមួយនឹងអ្នកធ្វើការជាមួយគ្នាហ្នឹងអាហ្នឹងយើងមានការទទួលខុសត្រូវពីអគ្គរដ្ឋទូតនិងទូតបើសិនជាយើងទៅជាលក្ខណៈក្រុមហ៊ុនដែលគ្មានការទទួលខុសត្រូវទេយើងទៅធ្វើការនៅទីនោះហើយគេបលែយើងចោលបើសិនជាយើងមានបញ្ហាអាហ្នឹងអាចនឹងអត់មានដំណោះស្រាយទេហើយជាពិសេសនៅក្នុងប្រទេសអ៊ីស្រាអែលហ្នឹងគឺមានជនជាតិថៃច្រើនដែលធ្វើការនៅទីហ្នឹងហើយបើសិនជាយើងមានបញ្ហាអីជាមួយជនជាតិថៃបើសិនជាយើងអត់មានទូតឋានទូតណាទេអាហ្នឹងអាចនឹងពិបាកអី